នាងខ្ញុំភូចរិយាសូមជម្រាបសួរក្នុងវីដេអូនេះនាងខ្ញុំសូមបង្ហាញលិខិតមួយដែលនាងខ្ញុំសូមហៅថាលិខិតអនុញ្ញាតឬពាក្យអនុញ្ញាតទៅហើយ 100% លិខិតនេះជាលិខិតពីថ្នាក់លើមកថ្នាក់ក្រោមចាចំពោះក្បាលលិខិតនាងខ្ញុំសូមមិនរៀបរាប់ទេនាងខ្ញុំសូមចាប់ផ្ដើមពីកាលបរិច្ឆេទដោយសារតែលិខិតនេះជាលិខិតពីថ្នាក់លើមកថ្នាក់ក្រោមដូច្នេះកាលបរិច្ឆេទត្រូវនៅខាងលើមិនមែននៅត្រង់កន្លែងចុះហត្ថលេខាទេចាបន្ទាប់ពីកាលបរិច្ឆេទដាក់ពាក្យថាលិខិតអនុញ្ញាតនៅចំកណ្ដាលក្រដាសហើយគ្មានកម្មវត្ថុទេមានតែយោងរួចហើយសរសេរចំខ្លីៗច្បាស់ថាលោកស្រីដូចមានរាយនាមខាងក្រោមត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីនោះគឺអាស្រ័យលើការងារជាក់ស្ដែងរបស់លោកអ្នកនាងខ្ញុំមិនអាចឆ្លើយបានទេចាបន្ទាប់មករាយនាមនិងព័ត៌មានរបស់អ្នកដែលត្រូវបានអនុញ្ញាតទាំងនោះចាត្រង់កន្លែងនេះលោកអ្នកអាចសរសេរបែបហ្នឹងក៏បានឬធ្វើតារាងបែបនេះក៏បានដែរអាស្រ័យលើចំណូលចិត្តរបស់លោកអ្នកឬការសម្រេចរបស់ថ្នាក់ដឹកនាំស្ថាប័នលោកអ្នកបន្ទាប់មកសរសេរបញ្ចប់ថាលិខិតនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅខ្លឹមសារលិខិតចប់ត្រឹមនេះមកដល់ផ្នែកចុះហត្ថលេខានាងខ្ញុំសូមមិនរៀបរាប់ថាធ្វើដោយមិនខ្លះទេព្រោះអាចពេលខ្លះត្រូវចុះហត្ថលេខាពេលខ្លះត្រូវវាយត្រាពេលខ្លះត្រូវដាក់ថាចម្លងជូនអីជាដើមហេតុនេះត្រង់ចំណុចហ្នឹងនាងខ្ញុំសូមឲ្យលោកអ្នកស្វែងរកព័ត៌មានបន្ថែមនៅប្រភេទលិខិតដែលត្រូវនឹងការងារជាក់ស្ដែងរបស់លោកអ្នកចាអ្វីដែលនាងខ្ញុំចង់បង្ហាញជូនមានតែប៉ុណ្្នឹងទេសូមអរគុណដែលបានទស្សនាប្រសិនបើមានកំហុសខុសឆ្គងឬកង្វះខាតណាមួយនាងខ្ញុំសូមអភ័យទោសផងសម្រាប់ពេលនេះសូមជម្រាបលាជួបគ្នាវីដេអូក្រោយ